មានសង្ឃឹមឡើយណាឲ្យផ្សារម្នាក់ឯងខ្យល់បក់មកខ្លាំងចាំងស្លឹកដាច់ពីមេធ្លាក់កន់ឲ្យកន់ដែររស័ព្ទតាមខ្យល់ម្នាក់ឯងឃើញតែក្តីអស់សង្ឃឹមស្លឹកឈើដាច់ធ្លាក់មកស្រង់ញញឹមលុំត្រូវថ្ងៃប្រែជាក្រៀមត្រូវសន្សើមព្រឹកប្រហៀមរលីបាត់រូបខ្យល់បក់មកខ្លាំងចាំងស្លឹកដាច់ពីមេធ្លាក់កណ្ដោយកណ្ដាលរស័ព្ទតាមខ្យល់ម្នាក់ឯងឃើញតែក្តីអស់សង្ឃឹមស្លឹកឈើដាច់ធ្លាក់មកស្រង់ញញឹមលុំត្រូវថ្ងៃប្រែជាក្រៀមត្រូវសន្សើមព្រឹកប្រហៀមរលីបាត់រូបស្លឹកឈើអូហូបាទរតនាក៏មិនធម្មតាណានិមលចាបាទព្រោះអត់បងប្អូនបាទស្លឹកឈើបាទចាជំរាបសួរបាទរតនាបេក្ខជនមើលទៅហាក់បីដូចជាសុភាពចាអរគុណណាមានអារម្មណ៍មិនដែររតនាបាទមានអារម្មណ៍សប្បាយរីករាយបងបាទស្មាមានអារម្មណ៍ប្រែជូបអែមនេះអរគុណឥឡូវនេះសូមយោបល់ពីគណៈកម្មការរបស់យើងបាទសូមអញ្ជើញបាទកញ្ញាអរគុណកញ្ញាបាទរតនាបកស្រាយចម្រៀងមួយបទផ្អែមល្ហែមរឹងប៉ឹងហើយមោះមុតបំផុតគឺបទចម្រៀងមួយបទនេះធ្វើឲ្យផ្ដល់នូវអារម្មណ៍ស្រស់ស្រាយនិងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ទស្សនិកជនក៏ដូចជានាងខ្ញុំបានស្ដាប់អំបញ្ញមិញពេញចិត្តនៅសម្លេងរបស់រតនាហើយជូនពរឲ្យបងអូនទទួលបាននៅសម្លេងបោះឆ្នោតពីទស្សនិកជនកាន់តែច្រើនបន្តទៅវគ្គបន្តទៀតអរគុណចាអរគុណច្រើនជាបន្តសូមអញ្ជើញការផ្ដល់យោបល់ពីសំណាក់លោកនុកបាយរិទ្ធចាគុណសម្រាប់បទចម្រៀងមួយបទនេះគឺរតនាបានខិតខំត្រង់ត្រាប់និងស្ដាប់នៅចំណុចពិសេសរបស់រៀមច្បងហើយខិតខំដូចថាអភិវឌ្ឍខ្លួនឯងច្រៀងចម្រៀងមួយបទនេះដោយការយកចិត្តទុកដាក់ពីរោះមួយបែបតាមបែបយុវជនជំនាន់ថ្មីអញ្ចឹងនៅក្នុងបទចម្រៀងមួយបទនេះសូមជូនពរឲ្យរតនាទទួលបានការជោគជ័យដោយការគាំទ្រពីទស្សនិកជនបន្តការបោះឆ្នោតសម្រាប់អូនឆ្ពោះទៅកាន់សប្តាហ៍ខាងមុខទៀតអរគុណបាទសូមអរគុណបាទបន្តនេះខ្ញុំបាទសូមអញ្ជើញបាទលោកឈុនសវណ្ណរាជបាទអរគុណរតនាបាទថ្ងៃនេះរតនាសម្ដែងបានល្អបកស្រាយរបស់ជំនាញមួយបទនេះស្លឹកឈើបងស្គាល់បងនឹងច្បាស់រសាយអត់គេថាបទនេះបទប្រចាំតកូលបងកញ្ញាគាត់ងាកមើលមុខអត់តែខ្ញុំទៅជាងការខ្ញុំជាងបទហ្នឹងហើយខ្ញុំស្រឡាញ់បទនេះបាទអរគុណហើយខ្ញុំយល់អារម្មណ៍ច្បាស់នៃបទជំនាញមួយបទនេះថាប្រើប្រាស់អារម្មណ៍បែបណាក៏ដូចជាបច្ចេកទេសនៃការប្រើសម្លេងបទនេះយ៉ាងម៉េចនេះគឺជាបទពិសោធន៍របស់ខ្ញុំតែរតនាថ្ងៃនេះធ្វើបានល្អជាមួយបទជំនាញមួយបទនេះជូនពរឲ្យរតនាជោគជ័យនៅក្នុងយុគនេះអរគុណចាអរគុណច្រើនជាបន្តសូមអញ្ជើញលោកព្រាបសវត្ថអូនជាងបានល្អទាញអារម្មណ៍មានមនោសញ្ចេតនានៅក្នុងហ្នឹងអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងទាញបាទទាញហាក់ដូចជាយើងសម័យទៅទីកន្លែងណាមួយដែលយើងមានភាពកំសត់អញ្ចឹងសម្លេងបងដូចបងនិយាយមកអញ្ចឹងជូនពរឲ្យរតនាមានការវោតឲ្យបានច្រើនយប់នេះបាទសូមអរគុណដល់យោបល់គណៈកម្មការទាំង4រូបបាទចំណែកឯរតនាវិញបន្ទាប់ពីបានស្ដាប់ហើយមានអ្វីចង់និយាយបាទជាពិសេសគឺទៅកាន់ទស្សនិកជនយើងរតនាបាទសម្រាប់ខ្ញុំបាទក៏សូមអរគុណដល់បងទាំង4ហើយក៏សូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូននៅទីនេះក៏ដូចជាតាមគេថាមកដែរបាទហើយខ្ញុំបាទសង្ឃឹមថាបងប្អូនទាំងអស់នឹងជួយគ្រប់គ្រងដល់រូបខ្ញុំបាទឲ្យខ្ញុំបាទឆ្លងផុតវគ្គនេះដើម្បីបន្តទៅវគ្គបន្តទៀតបាទហើយអត់មានពាក្យអ្វីច្រើនទេគឺខ្ញុំបាទអរគុណខ្លាំងណាស់បាទអរគុណនៅការគ្រប់គ្រងដល់រូបខ្ញុំបាទតាំងពីវគ្គមុនរហូតដល់វគ្គនេះផងដែរអរគុណបងប្អូនបាទអត់មានលេខសម្គាល់បាទលេខសម្គាល់ខ្ញុំបាទគឺលេខ4បាទលេខ4
ចា អរគុណច្រើនណារតនាបាទអរគុណបាទតែដៃជូនមួយបាទដូច្នេះខ្ញុំបានសូមជម្រាបជូនម្ដងទៀតថាបើសិនជាលោកអ្នកពេញចិត្តនៅសម្លេងរបស់រតនាបាទបេក្ខជននេះរតនាគឺមានលេខកូដសម្គាល់លេខ4បាទ ចាប្រិមត្តទូរទស្សនិកជនការបង្ហាញសមត្ថភាពរបស់បេក្ខជនបេក្ខនារីនៅតែបន្តហើយសូមបញ្ជាក់ជូនទៅដល់អស់លោកអ្នកផងដែរថាជោគវាសនារបស់បេក្ខជនបេក្ខនារីទាំង10រូបនៅក្នុងថ្ងៃនេះគឺស្ថិតនៅលើការសម្រេចចិត្តរបស់អស់លោកអ្នកសូមបោះឆ្នោតគាំទ្រទៅដល់ idol ក្នុងដួងចិត្តរបស់អស់លោកអ្នកផង បាទសូមជម្រាបជូនថាចំពោះការបោះឆ្នោតគាំទ្របាទសម្រាប់វគ្គទី2នេះបានន័យថាដំណាក់កាលទី2នេះគឺលោកអ្នកគ្រាន់តែទូរស័ព្ទទៅកាន់លេខ2014បាទដែលស្ដាប់តាមសេចក្តីណែនាំវាលេខកូដសម្គាល់របស់បេក្ខជនដែលលោកអ្នកពេញចិត្តបាទនោះជាការស្រេចដែលប្រព័ន្ធសម្រាប់ទូរស័ព្ទចូលនេះគឺសម្រាប់ប្រព័ន្ធ cell card និងប្រព័ន្ធ mid phone ចាសម្រាប់លក្ខខណ្ឌទី2នៅក្នុងប្រព័ន្ធ cell card mid phone និង smart លោកអ្នកនាងគ្រាន់តែចូលទៅក្នុង Rai Message វាលេខកូដសម្គាល់បេក្ខភាពមួយរូបណាដែលលោកអ្នកពេញចិត្តរួចផ្ញើទៅកាន់លេខ2014ជាការស្រេច ការបោះឆ្នោតគាំទ្រ